សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំដើម្បីស្ដាប់រឿងនិទានខ្មែរនៅថ្ងៃនេះយើងនឹងនាំអ្នកទៅស្ដាប់រឿងព្រេងបុរាណមួយអំពីក្មេងស្រីចិត្តល្អម្នាក់ការអត់ធ្មត់និងអំណត់ភាពនៃធម្មជាតិសូមអង្គុយស្ដាប់និងបើកចិត្តឲ្យទូលាយហើយចាប់ផ្ដើមស្ដាប់រឿងដែលមានចំណងជើងថាក្មេងស្រីកន្ត្រកផ្កានៅសម័យបុរាណមានភូមិតូចមួយស្ថិតនៅជាយព្រៃធំភូមិនោះស្ងប់ស្ងាត់ប៉ុន្តែប្រជាជនរស់នៅដោយភាពក្រីក្រនៅចុងភូមិមានក្មេងស្រីតូចម្នាក់ឈ្មោះមាលារស់នៅជាមួយម្ដាយដែលឈឺជាញឹកញាប់ហើយពួកគេមានជីវិតលំបាកបំផុតរៀងរាល់ព្រឹកមាលាតែងយកកន្ត្រកតូចមួយចូលព្រៃទៅប្រមូលផ្កាព្រៃនិងស្លឹកឱសថដើម្បីយកទៅលក់ឬយកមកព្យាបាលម្ដាយទោះជានាងនៅតូចក៏ដោយមាលាមានចិត្តអត់ធ្មត់សុភាពនិងមិនដែលត្អូញត្អែថ្ងៃមួយមាលាចូលទៅក្នុងព្រៃជ្រៅជាងមុនដោយសារនាងចង់រកឱសថល្អសម្រាប់ម្ដាយនៅចន្លោះដើមឈើធំនាងបានឃើញដើមឈើចាស់មួយដែលមានផ្កាភ្លឺចែងចាំងដូចមាសហើយក្លិនក្រអូបចម្លែកណាស់មាលាអង្គុយសម្រាកក្រោមដើមឈើនោះហើយនិយាយដោយសំឡេងស្រាលអោដើមឈើអើយអ្នកអាចជួយឲ្យម្ដាយខ្ញុំជាសះស្បើយបាននោះខ្ញុំនឹងអរគុណអ្នកជានិច្ចភ្លាមខ្យល់ត្រជាក់បក់ស្រាលហើយសំឡេងមួយលេចឡើងពីដើមឈើកូនអើយចិត្តអ្នកស្អាតណាស់ចូលយកផ្កានេះទៅដាំដោយចិត្តស្មោះត្រង់មាលាភ័យបន្តិចប៉ុន្តែយកផ្កាភ្លឺមួយដាក់ក្នុងកន្ត្រកហើយត្រឡប់ទៅផ្ទះមាលាបានស្ងោរផ្កានោះឲ្យម្ដាយផឹកបន្ទាប់ពី2-3ថ្ងៃម្ដាយនាងមានកម្លាំងវិញហើយអាចដើរធ្វើការបានពួកគេសប្បាយចិត្តខ្លាំងហើយមាលាមិនភ្លេចអរគុណដើមឈើទេពឡើយនាងបានដាំគ្រាប់ផ្កាមួយនៅក្បែរផ្ទះពេលវាធំឡើងវាមានផ្កាស្រស់ស្អាតនិងម្លប់ត្រជាក់ដល់អ្នកភូមិទាំងអស់មនុស្សក្រីក្រអាចមកសម្រាកកុមារអាចមកលេងដោយសុខសាន្តមានស្រីម្នាក់នៅក្នុងភូមិឈ្មោះស្រីណាដែលមានចិត្តលោភពេលឃើញផ្កានោះមានតម្លៃនាងព្យាយាមកាប់ដើមឈើដើម្បីយកទៅលក់ប៉ុន្តែពេលនាងលើកកាំបិតមេឃក៏ងងឹតហើយខ្យល់បក់ខ្លាំងដើមឈើមិនអនុញ្ញាតឲ្យនាងធ្វើអាក្រក់ឡើយស្រីណាភ័យខ្លាចហើយរត់គេចទៅវិញចាប់ពីថ្ងៃនោះមកនាងបានប្រែចិត្តនិងសុំទោសចំពោះអ្នកភូមិនោះคล้ายទៅជាកន្លែងសុខសាន្តមាលានិងម្ដាយរស់នៅដោយសាមញ្ញប៉ុន្តែមានសុភមង្គលដើមឈើទេពនៅតែឈរពង្រឹងភូមិដូចជាអ្នកការពាររៀងរាល់យប់មាលាតែងប្រាប់កុមារផ្សេងថាចិត្តល្អនិងការថែរក្សាគឺជាគន្លឹះនៃសេចក្តីសុខរឿងនិទានរបស់យើងត្រូវបានបញ្ចប់នៅពេលនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានយល់ពីមេរៀនសំខាន់ថាចិត្តល្អការអត់ធ្មត់និងការចែករំលែក
អាចនាំមកនៅសេចក្តីសុខពិតប្រាកដបើអ្នកចូលចិត្តរឿងនិទានបែបនេះសូមជួយចុច like និង subscribe និង share ដើម្បីគាំទ្រ channel យើងខ្ញុំផងសូមអរគុណ